ស្ដីបងប្អូនទាំងគ្នាខ្ញុំបង្ហាញពីការ generate ស្អីដែក floor slab ឬក៏ planche អញ្ចឹងមុន generate បងប្អូនដឹងថាដោយសារនៅពេលយើងគូសវាមាននេះការគូសស្អីដែកវាមាន2 layer នៅក្នុង planche យើងមាន stop លើផង stop ក្រោមផងហើយវាមាន span ខុសគ្នាច្រើនអញ្ចឹងនៅក្នុងនេះខ្ញុំឧទាហរណ៍ជាគំរូមួយពាក់ព័ន្ធនឹងការរីស្អីដែកកន្លែងនេះយ៉ាអានេះខ្ញុំបើកវាហើយអញ្ចឹងនៅក្នុងនេះគឺយើងគិតលើ4គិតពី span របស់វាពីធ្នឹមទៅធ្នឹមអញ្ចឹងដោយសារវារត់ច្រើនទីតាំងអញ្ចឹងបងប្អូនអាចពិបាកនៅក្នុងការរាយយើងរាយដៃយើងនៅតែអាចធ្វើការរាយបានទេហើយចំពោះការ lab ការតការ band យើងអាចនៅតែអាចធ្វើបានដល់ចំណាយពេលយូរអញ្ចឹងបើយើងយកជាផ្លូវការតែម្ដងឲ្យវាត្រូវ professional 100%ខ្ញុំគិតថាវារៀងនេះតិចតែបើយើងគិតជាឡាំសាំឬក៏អាចថាភាគរយនៃការត្រូវ99%អីបងប្អូនអាចយកជាការបានអញ្ចឹងក្នុងនេះខ្ញុំនឹងបង្ហាញពីការ generate ទី1យើងត្រូវធ្វើការ select floor ហើយទី2យើងត្រូវការ select beam អញ្ចឹងយើង select floor ដើម្បីដឹងពីកម្រាលខណ្ឌរបស់យើងវាត្រឹមណាទៅណា select beam ដើម្បីគណនាទៅលើ span របស់វាអញ្ចឹងខ្ញុំ select floor មកតោះយើង select beam បងប្អូនអស់ select វាអញ្ចឹងមកអញ្ចឹងនៅក្នុងទីតាំងនេះវានឹងបង្ហាញហើយអញ្ចឹងនេះគឺ planche របស់យើងទីតាំងនេះគឺធ្នឹមនេះគឺ L4 វារាយតាមលក្ខខណ្ឌហ្នឹងទៅអញ្ចឹងស្អីដែកនេះគឺស្អីដែកខាងលើ top ហើយខាងនេះគឺស្អីដែកបឋមអញ្ចឹងមាន top មានបឋមបើយើងចង់រាយតែឧទាហរណ៍យើងចង់រាយតែបឋមទេបងប្អូនចង់រាយ top ទេជួនកាល planche ខ្លះយើងអត់ត្រូវការរាយ top ទេយើងរាយតែមួយ layer អញ្ចឹងបងប្អូនដកជំរឿននៃការរាយ top នឹងចោលទៅយើងបាច់ចោលនេះយើងរាយតែបឋមទៅអញ្ចឹងនៅក្នុងករណីនេះគឺ cover ខ្ញុំ default 20 ចាស់តមកទៀតទីតាំងរបស់យើងគឺបឋមអញ្ចឹងបឋមខ្ញុំដាក់ឧទាហរណ៍ខ្ញុំដាក់វា12លីចាស់12លីកម្លាតឧទាហរណ៍ថាខ្ញុំដាក់យក180អានេះខ្ញុំយក180ចាស់180បឋម180ហើយនៅក្នុងនេះនៅទីតាំងខាងចុងនេះគឺពុតនេះកន្លែងបងប្អូនពេលបងប្អូនឈិចកន្លែងទីតាំង band 180 degree អញ្ចឹងដៃក្រោមគឺភាគច្រើនគឺយើងយកពុតចេះយើងរាយអញ្ចឹងហើយកន្លែង lap lang នេះមានន័យថាបើសិនជាដៃយើង12ម៉ែត្រគឺកាត់ជា swipe forward ឧទាហរណ៍ខ្ញុំពុតមកដល់កន្លែងនេះទៅវា12ម៉ែត្រអញ្ចឹង lap 40ដៃកន្លែងនេះបងប្អូនអាច modify កំណត់ថាយើងកំណត់បាន40ដៃឬក៏35ដៃអញ្ចឹងទៅតែខ្ញុំ default អញ្ចឹងក៏ខ្ញុំបញ្យល់ពីបងប្អូនអញ្ចឹងក្នុងនេះយើងរាយទៅតាម L4 បើយើងរាយ full គឺវាពេញទៅតាម L4 យើងរាយ L4 អញ្ចឹងកន្លែងនេះខ្ញុំយកវា10លីអញ្ចឹងអញ្ចឹង space ខ្ញុំយក200ហើយនឹង space ខ្ញុំយក200តមកបងប្អូនមកខ្ញុំនេះយើង sell វាមួយដើម្បីឲ្យការ generate លើកក្រោយបើចាំអញ្ចឹងយើងយកទៅនេះមកហើយខាងលើខ្ញុំយក90ដឺក្រេតមកខ្ញុំចុច generate អូខេអញ្ចឹងគឺវានឹង generate ហើយអញ្ចឹងទីតាំងមួយចំនួនកន្លែងធ្នឹមកន្លែងអីនេះវាយើងអាច modify ទៅដោយសារវាច្រើនលក្ខខណ្ឌដែរអញ្ចឹងកន្លែងនេះខ្ញុំ select ឲ្យបងប្អូនមួយទៀត select នេះមកហើយយើងអស់ select ធ្នឹមមកហើយយើង finish មកយើង generate អូខេអញ្ចឹងវារួចរាល់ហើយតមកទៀតយើងចូលទៅ select នេះមួយទៀតក៏បានដែរអញ្ចឹងពេលយើង select អានេះវាច្រើនដែរ floor វាច្រើនធ្នឹមវាច្រើនដែរអញ្ចឹងវាទាញមកនេះតោះយើង select ធ្នឹមដើម្បីកណនា L វា L4 នេះអញ្ចឹងកន្លែងនេះយើងមាន top មានឃើញវាចែកឲ្យយើងតាមនេះសម្រាប់តិចនេះក៏ចាក់ដែរយើង generate វាមកអូខេអានេះដោយសារវាច្រើនអញ្ចឹងវា generate ដូចជាមិនយូរប៉ុន្មានដែរយើង click ហើយអញ្ចឹងខ្ញុំធ្វើអានេះមួយទៀតដូច្នេះសរសៃដែកនៃប៉ុណ្នេះយើង generate template ហើយអញ្ចឹងបងប្អូនអាចយកជាការបានក្នុងការសិក្សា view ជួយអញ្ចឹងយើងអាចយកទៅផ្ទៀងផ្ទាត់លក្ខខណ្ឌមួយចំនួនបានអូខេឃើញទេអញ្ចឹង top បឋមអានេះបឋមយើងរាយពេញមកហើយ top វារាយតាមទីតាំងធ្នឹមហើយ all ពី all មើលមិនយល់ទេហ្នឹងវាច្រើនពេកបងប្អូននឹងអង្គុយរាប់យ៉ាងម៉េចហ្នឹងណាវាច្រើននេះវាមានខ្លះវាទៅខាងក្រៅរបស់វាយ៉ាងនេះរួចរាល់តោះនេះខ្ញុំសាកតេស្តនៅលើនេះមួយទៀតបងប្អូនយើង select នេះមកខ្ញុំ select នេះហើយខ្ញុំ select ធ្នឹមអាហ្នឹងយើងអស់វាចឹងក៏បានអស់ទៅវាប៉ះវាចាប់ទៅ0ទីតាំងដែលយើងធ្វើទៅប៉ុណ្ណឹងទៅយើងនេះយើង generate អូខេហើយអញ្ចឹងហើយបានហើយយើងសាកជន់ខំអីយ៉ាងទៀតអានេះវាច្រើនពេកខ្ញុំខ្ជិលខ្ញុំអូខេខ្ញុំធ្វើប៉ុណ្ណឹងបងប្អូនអាចយល់យើងសាកអនុវត្តអញ្ចឹងទៅកន្លែងខ្លះយើងត្រូវការ modify បន្ថែមណាព្រោះជាទូទៅ generate យើងអាចតម្រូវទៅលើការចង់បានរបស់យើង100%បានទេហ្នឹងវាត្រូវការ modify ទៅតាមទីតាំងមួយចំនួនយើងព្យាយាមកែដែរប៉ុន្តែកន្លែងខ្លះក៏យើងត្រូវនេះស្វែងយល់ពីការប្រើប្រាស់វាមិនដែរខ្ញុំចង់បញ្យល់បងប្អូនកន្លែងដែលយើង lab 12ម៉ែត្រហ្នឹងខ្ញុំវានេះអញ្ចឹងកន្លែងនេះយើងមានដៃពីបងប្អូន select ទៅមានកន្លែងនេះឆ្លាស់តអានេះមិនមែនឆ្លាស់ត12ម៉ែត្រដោយសារយើងពិបាកនៅក្នុងការកំណត់ទីតាំងឆ្លាស់យើងចង់ឆ្លាស់ក៏បានប៉ុន្តែវាមានលក្ខខណ្ឌច្រើនអ្នកខ្លះក៏អត់ឆ្លាស់ហើយអានេះ12ម៉ែត្រតអញ្ចឹងកន្លែងនេះយើងអាចគិតពាក់ព័ន្ធនឹង lab ចូលក្នុងនេះបានអូខេមាន12ម៉ែត្រអញ្ចឹងវា12ម៉ែត្រវាកាត់តយើងស្វែងប្រវត្តិតែម្ដងប៉ុន្តែដល់ពេលយើងធ្វើកម្ពុជាខ្លះវាមានគម្រោងខ្លះគេអត់កំណត់គេកំណត់ទីតាំងឲ្យយើងទៅកាត់តអញ្ចឹងយើងយកជំរឿនហ្នឹងទៅប្រាប់ទៅបាទអរគុណ